តើអ្នកដឹងទេថានៅក្រោមដីនៃប្រទេសចិនមានកងទ័ពធ្វើពីដីឥដ្ឋជាង 8000 នាក់ចូលយាមភ្នូអាកំបាំងមួយអស់រយៈពេលជាង 2000 ឆ្នាំមកហើយប៉ុន្តែរហូតមកដល់ពេលនេះគ្មាននរណាម្នាក់ហ៊ានបើកភ្នូនោះមើលឡើយការរកឃើញដ៏គួរឲ្យរន្ធត់រឿងរ៉ាវដ៏អស្ចារ្យនេះបានចាប់ផ្ដើមឡើងនៅក្នុងឆ្នាំ 1974 នៅពេលដែលក្រុមកសិករមួយក្រុមបាននាំគ្នាជិះអណ្ដូងទឹកនៅក្បែរក្រុងស៊ីអានប្រទេសចិនប៉ុន្តែជំនួសឲ្យការជួបប្រភពទឹកពួកគេបែរជាបានកកាយចំក្បាលរូបចម្លាក់មនុស្សធ្វើពីដីដុតទៅវិញនៅពេលដែលអ្នកបរាមិជាបានចុះទៅពិនិត្យនិងជីកកកាយបន្ថែមពិភពលោកទាំងមូលត្រូវស្រឡាំងកាំងព្រោះនៅក្រោមដីនោះគឺជារណ្ដៅកងទ័ពដីឥដ្ឋដ៏មហិមាដែលយើងស្គាល់ថាតេរ៉ាកូតាអាមីអ្វីដែលគួរឲ្យព្រឺសម្បល់នោះគឺរូបចម្លាក់ទាហាននាយទាហាននិងសេះចម្បាំងជាង 8000 រូបនោះមានទម្រង់មុខកែវភ្នែកនិងម៉ូដសក់ខុសៗគ្នាទាំងអស់គ្មានដូចគ្នាមួយណាឡើយហាក់បីដូចជាត្រូវបានគេចម្លងចេញពីមនុស្សដែលមានជីវិតពិតៗនាសម័យនោះអំណាចស្ដេចឈិននិងពិភពខាងមុខតើកងទ័ពដ៏ច្រើនស្ទឹងធាប់នេះបង្កើតឡើងមកដើម្បីអ្វីម្ចាស់នៃភ្នូដ៏មហិមានេះគឺស្ដេចដំបូងគេបង្អស់នៃប្រទេសចិនគឺស្ដេចឈិនស៊ីហួងទ្រង់ជាស្ដេចដែលមានអំណាចខ្លាំងក្លាបង្រួបបង្រួមទឹកដីចិននិងជាអ្នកបញ្ជាឲ្យសាងសង់មហាកំពែងចិនប៉ុន្តែទ្រង់ក៏ជាស្ដេចដែលខ្លាចភាពចាស់ជរានិងសេចក្តីស្លាប់បំផុតផងដែរមុនពេលសោយទីវង្គតស្ដេចឈិនស៊ីហួងបានបញ្ជាកសាងទ័ពដីឥដ្ឋទាំងនេះឡើងក្នុងគោលបំណងតែមួយគត់គឺដើម្បីតាមបម្រើជួយការពារនិងពង្រីកអាណាចក្ររបស់ទ្រង់បន្តទៀតនៅក្នុងភពបន្ទាប់ឬពិភពក្រោយពេលសោយទីវង្គតអាកំបាំងសាកសពស្ដេចឈិនស៊ីហួងប៉ុន្តែអ្វីដែលជាអាកំបាំងធំបំផុតដែលធ្វើឲ្យអ្នកវិទ្យាសាស្ត្រនិងពិភពលោកសពថ្ងៃនេះនៅតែឈរអបដៃមើលនោះគឺជំរកស្នូលនៃមឈូសសាកសពរបស់ស្ដេចឈិនស៊ីហួងគឺមិនទាន់ត្រូវបានគេបើកឡើយចុះហេតុអ្វីបានជាគេមិនទាន់ហ៊ានបើកចម្លើយគឺទី1គឺបញ្ហាបច្ចេកវិទ្យាគេបារម្ភថាខ្យល់អាកាសខាងក្រៅនឹងបំផ្លាញវត្ថុបុរាណខាងក្នុងភ្លាមដោយកងទ័ពដីឥដ្ឋកាលពីមុនធ្លាប់មានពណ៌ស្រស់ស្អាតតែពេលត្រូវខ្យល់ក៏រលុបពណ៌អស់ទី2គឺអន្ទាក់បារតតាមប្រវត្តិសាស្ត្រកត់ត្រាថាក្នុងភ្នូនោះមានការធ្វើត្រាប់តាមទន្លេនិងទឹកសមុទ្រដោយប្រើសារធាតុបារតរាវហើយការពិនិត្យដីនាពេលបច្ចុប្បន្នក៏រកឃើញជាតិពុលបារតខ្ពស់ខ្លាំងដែលអាចសម្លាប់មនុស្សបានគ្រប់ពេលវេលាតើបងប្អូនយល់ឃើញយ៉ាងណាដែរចំពោះរូបចម្លាក់ដែលធ្វើពីដីដុតទាំងនេះសូមមកចេញមតិយោបល់របស់បងប្អូននៅខាងក្រោមវីដេអូនេះហើយប្រសិនបើបងប្អូនចូលចិត្តតាមដាននៅរឿងរ៉ាវប្រវត្តិសាស្ត្រនិងអាកំបាំងប្លែកៗជុំវិញពិភពលោកបែបនេះសូមកុំភ្លេចជួយចុច Follow និង Subscribe Channel YouTube របស់យើងខ្ញុំម្នាក់មួយផងដើម្បីកុំឲ្យខកខានក្នុងការទស្សនាវីដេអូថ្មីៗជារៀងរាល់ថ្ងៃសូមអរគុណសម្រាប់ការតាមដានទស្សនា